ដោយមិនដឹងខ្លួនថាអ៊ុយក្រែននៅពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលមួយនៃការមានប្រៀបកាន់តែខ្លាំងទៅលើសមរភូមិប្រយុទ្ធដែលប្រទេសនេះបាននឹងកំពុងធ្វើការកែប្រែយុទ្ធសាស្ត្រសង្គ្រាមជាបន្តបន្ទាប់ដោយផ្ដោតលើការវាយប្រហារគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធធម្មពលដែលស្ថិតនៅឆ្ងាយនៅក្នុងទឹកដីរបស់រុស្ស៊ីតាមការរាយការណ៍របស់ទស្សនាវដ្តីដោយ New Yorker យុទ្ធនាការវាយប្រហារដ៏ជ្រៅនេះបានបង្កើនសម្ពាធយ៉ាងខ្លាំងទៅលើភាគីរុស្ស៊ីនិងក្លាយជាបញ្ហាសំខាន់សម្រាប់កងកម្លាំងឈ្លានពានរបស់រុស្ស៊ីការវាយប្រហារទាំងនេះក៏បានជះឥទ្ធិពលទៅលើការផ្លាស់ប្ដូរមតិនិងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទាក់ទងនឹងអ៊ុយក្រែនផងដែរទស្សនាវដ្តីដោយ New Yorker បានបញ្ជាក់ថាចាប់តាំងពីការចាប់ផ្ដើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីបានបើកការវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែនជាប្រចាំថ្ងៃដោយប្រើប្រាស់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកនៅក្នុងខែមិថុនាមួយដែលមានការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងគៀវ Dnipro ខាគីវនិងតំបន់ផ្សេងទៀតខណៈនៅដើមខែកក្កដាការវាយប្រហារពីរលើកលើរដ្ឋធានីគីវបានបណ្ដាលឲ្យមនុស្សរាប់សិបនាក់បានស្លាប់បង្កើតភាពតានតឹងនិងភាពចុះខ្សោយផ្នែកសន្តិសុខនៅក្នុងប្រទេសយ៉ាងណាអ៊ុយក្រែនបានបង្កើនការវាយប្រហារទៅលើគោលដៅយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងទឹកដីរបស់រុស្ស៊ីរួមមានស្ថានីយ៍ប្រេងនៅទីក្រុង Petersburg មជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណបនៅជិតទីក្រុង Moscow រោងចក្រផលិតគ្រឿងបន្លាស់សម្រាប់មីស៊ីលនៅទីក្រុង Volgograd និងរោងចក្រចម្រាញ់ប្រេងធំទៀតនៅតំបន់ Crimea ការវាយប្រហារដោយការកើនឡើងជាបន្តបន្ទាប់បណ្ដាលឲ្យមានបញ្ហាខ្វះប្រេងឥន្ធនៈការដាច់ភ្លើងជាញឹកញាប់និងសូម្បីតែអាជ្ញាធរមូលដ្ឋានបិទជំរំក្តៅសម្រាប់កុមារសង្គ្រាមនេះកំពុងដំណើរការនៅលើសមរភូមិចំនួន2សមរភូមិគឺទី1គឺជួរមុខដែលកងទ័ពរុស្ស៊ីនៅតែបន្តការវាយលុកទៅក្នុងទឹកដីរបស់អ៊ុយក្រែនប៉ុន្តែល្បឿននៃការវាយប្រហារបានថយចុះយ៉ាងខ្លាំងយោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិរុស្ស៊ីបានបាត់បង់កងទ័ពលើសពី 30,000 នាក់នៅក្នុងមួយខែនៅក្នុងឆ្នាំនេះខណៈការរុលទៅមុខនៅតំបន់ខ្លះរុស្ស៊ីទទួលបានតិចជាង100ម៉ែត្រនៅក្នុងមួយថ្ងៃរបាយការណ៍មួយបានបញ្ជាក់ថាអត្រាគឺមានការយឺតយ៉ាវខ្លាំងនិងអាចត្រូវបានចាត់ទុកថាជាការវាយលុកមួយក្នុងការវាយលុករុលទៅមុខយឺតបំផុតក្នុងសង្គ្រាមនៅក្នុងសមរភូមិចុងក្រោយសមរភូមិទី2គឺការប្រយុទ្ធគ្នានៅលើអាកាសដែលកំពុងក្លាយជាផ្នែកសំខាន់មួយក្នុងសង្គ្រាមនេះប្រទេសអឺរ៉ុបបានផ្ដល់មូលនិធិជួយអ៊ុយក្រែនអភិវឌ្ឍប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយគណៈសហរដ្ឋអាមេរិកទោះបីជាបញ្ឈប់ជំនួយយោធាដោយផ្ទាល់ក៏ដោយក៏នៅតែផ្ដល់ព័ត៌មានចារកម្មដើម្បីគាំទ្រការវាយប្រហារដែលមានភាពត្រឹមត្រូវខ្ពស់ការរួមបញ្ចូលគ្នានៃមូលនិធិព័ត៌មានសម្ងាត់និងសមត្ថភាពក្នុងការផលិតក្នុងស្រុកបានធ្វើឲ្យអ៊ុយក្រែនអាចពង្រឹងសមត្ថភាពយោធារបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពជាមួយគ្នានេះអ៊ុយក្រែនក៏មានសមត្ថភាពក្នុងការអភិវឌ្ឍមីស៊ីលប្រភេទគ្រុសថ្មីឈ្មោះ IP-5 Flamingo ខណៈដែលរុស្ស៊ីកំពុងបង្កើនការប្រើប្រាស់មីស៊ីលផ្លោងនិងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនក៏ត្រូវការប្រព័ន្ធការពារដែនអាកាសដូចជា Patriot និងមីស៊ីលស្ទាក់ចាប់យ៉ាងចាំបាច់ផងដែរបើទោះបីជាមានកិច្ចព្រមព្រៀងរវាងលោក Donald Trump និងលោក Zelensky អំពីការផលិតមីស៊ីលស្ទាក់ចាប់ក៏ការដាក់ឲ្យប្រើប្រាស់វាមិនអាចកើតឡើងបានយ៉ាងឆាប់រហ័សអ្នកជំនាញ Michael Kopsman បានព្រមានថាប្រសិនបើការវាយប្រហារទៅមុខនៅតែបន្តបែបនេះទីក្រុងនានារបស់អ៊ុយក្រែនអាចនឹងជួបវិបត្តិធ្ងន់ធ្ងរនៅចុងរដូវស្លឹកឈើជ្រុះនេះគេអាចសន្និដ្ឋានបានថាការកើនឡើងនៃការវាយប្រហាររយៈចម្ងាយឆ្ងាយនេះកំពុងធ្វើឲ្យរុស្ស៊ីចាប់ផ្ដើមប្រឈមនឹងហានិភ័យដូចគ្នាយោងតាមការចុះផ្សាយនេះបានបញ្ជាក់ថានៅថ្មីនេះសូម្បីតែមហាសេដ្ឋីនិងមន្ត្រីមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលរុស្ស៊ីក៏ចាប់ផ្ដើមនិយាយអំពីតម្រូវការនៃការបញ្ចប់សង្គ្រាមផងដែរជាពិសេសគឺនាយកប្រតិបត្តិធនាគារ SBO Bank លោក Herman Gref និងអភិបាលស្ដីទីតំបន់ Belgorod លោក Alexander Suvaev បានលើកឡើងអំពីបញ្ហានេះដែលបង្ហាញថាមានការព្រួយបារម្ភកំពុងកើនឡើងនៅក្នុងស្រទាប់អំណាចរបស់វិមានក្រឹមឡាំងតែយ៉ាងណាក៏ដោយមតិសំខាន់បំផុតគឺនៅតែស្ថិតនៅលើប្រធានាធិបតី Vladimir Putin ក្នុងការបង្ហាញខ្លួនជាសាធារណៈថ្មីនេះលោកបានបង្ហាញពីចំណង់ចិត្តបន្តសង្គ្រាមដោយគ្មានកំណត់ហើយថែមទាំងអះអាងអំពីជោគជ័យនៅលើសមរភូមិដែលត្រូវបានពិចារណាថាមិនសូវមានភាពពិតប្រាកដប្រភពមួយនៅក្រសួងការពាររុស្ស៊ីបានប្រៀបធៀបស្ថានភាពបច្ចុប្បន្នទៅនឹងអ្វីដែលគេហៅថាសង្គ្រាមទីក្រុងនៅក្នុងសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់នៅសតវត្សឆ្នាំ1980នៅពេលនោះសមរភូមិជួរមុខមានសភាពជាប់គាំងហើយភាគីទាំងពីរបានផ្ដោតលើការវាយប្រហារតាមអាកាសទៅលើទីក្រុងរបស់គ្នាទៅវិញទៅមកដោយមិនរើសមុខអ្នកជំនាញ Michael Kopsman បានព្រមានថាប្រសិនបើការវាយប្រហារទៅវិញទៅមកនៅតែបន្តដោយគ្មានការបញ្ឈប់នោះទីក្រុងនានារបស់អ៊ុយក្រែនអាចនឹងប្រឈមនឹងស្ថានភាពលំបាកនៅចុងរដូវស្លឹកឈើជ្រុះនេះមានន័យថាហានិភ័យនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពរបស់ប្រជាជនអាចកាន់តែធ្ងន់ធ្ងរជាមួយគ្នានេះការកើនឡើងនៃការវាយប្រហាររយៈចម្ងាយឆ្ងាយកំពុងបង្ខំឲ្យរុស្ស៊ីប្រឈមនឹងហានិភ័យដូចគ្នាដែលអ៊ុយក្រែនបានជួបប្រទះតាំងពីដើមនៃសង្គ្រាមឥឡូវ
នេះភាគីទាំងពីរកំពុងរងផលប៉ះពាល់ស្រដៀងគ្នាពីការវាយប្រហារទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយោងតាមការប្រកាសរបស់អាជ្ញាធរមូលដ្ឋានអ៊ុយក្រែននៅថ្ងៃទី18កក្កដាក៏បានឲ្យដឹងថារុស្ស៊ីបើកការវាយប្រហារក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះបានបណ្ដាលឲ្យមនុស្ស11នាក់ស្លាប់និងរងរបួស62នាក់ខណៈទីក្រុងមូស្គូបន្តបង្កើនសម្ពាធវាយប្រហារលើទីក្រុងអូដេសានិងតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែននេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានគៀវ Independent នៅថ្ងៃទី18ខែកក្កដានេះកងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថាកងកម្លាំងរបស់រុស្ស៊ីបានប្រើប្រាស់មីស៊ីលប្រភេទ Iskander-M ចំនួន2គ្រាប់មីស៊ីលប្រឆាំងនាវា Oresnik ចំនួន2គ្រាប់មីស៊ីលនាំផ្លូវ KH-5969 ចំនួន3គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន90គ្រឿងក្នុងការវាយប្រហារពេញមួយយប់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានស្ទាក់ចាប់មីស៊ីល KH-5969 មួយគ្រាប់និងដ្រូនចំនួន69គ្រឿងនៅតំបន់ភាគខាងជើងភាគខាងត្បូងនិងភាគខាងកើតការវាយប្រហារទាំងនេះត្រូវបានកំណត់ទៅលើ19កន្លែងខណៈកំទេចកំទីនៃអាវុធត្រូវបានបាញ់ទម្លាក់ក៏បានធ្លាក់ទៅលើទីតាំងបន្ថែម5កន្លែងតំបន់អូដេសាត្រូវបានកំណត់ថាជាគោលដៅសំខាន់ខណៈតំបន់ភាគខាងត្បូងត្រូវបានរងការវាយប្រហារជាបន្តបន្ទាប់ស្ទើរតែរៀងរាល់ថ្ងៃក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះអភិបាលតំបន់អូដេសាលោក Alex Kipper បានបញ្ជាក់ថាការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់បុរសអាយុ77ឆ្នាំម្នាក់នៅទីក្រុងអូដេសាប្រហែលម៉ោង3រសៀលនៅថ្ងៃទី17ខែកក្កដាបន្ទាប់មកនៅថ្ងៃដដែលការវាយប្រហារមួយផ្សេងទៀតបានកំណត់លើគោលដៅហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដោយបំផ្លាញនាវាស៊ីវិលមួយគ្រឿងដោយបំពាក់ទង់ជាតិកោះ Marcel ដោយបង្កឲ្យមានអគ្គីភ័យនៅលើនាវានោះសមាជិកនាវិក17នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពប៉ុន្តែមាន4នាក់រងរបួសនៅតំបន់ Kherson កម្លាំងរុស្ស៊ីបានវាយប្រហារលើទីតាំងលំនៅឋានចំនួន41កន្លែងក្នុងរយៈពេលមួយថ្ងៃបណ្ដាលឲ្យមានមនុស្ស3នាក់ស្លាប់និងរងរបួស18នាក់ចំណែកឯតំបន់ Zaporizhzhia ក៏រងការវាយប្រហារផងដែរដែលបានសម្លាប់មនុស្សម្នាក់និងរបួស2នាក់អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថាមានការវាយប្រហារចំនួន851លើកលើទីតាំង51កន្លែងដោយប្រើដ្រូនកាំភ្លើងធំប្រព័ន្ធរ៉ុកែត MLOF និងយន្តហោះខណៈនៅតំបន់ដូណេតការវាយប្រហាររបស់រុស្ស៊ីបានបណ្ដាលឲ្យមនុស្សស្លាប់3នាក់និងរងរបួស8នាក់ផ្សេងទៀតដែលបង្ហាញពីភាពតានតឹងខ្ពស់នៅតាមបណ្ដោយព្រំដែនជាប់ខ្សែប្រយុទ្ធនៅភាគខាងត្បូងរបស់អ៊ុយក្រែននៅតំបន់ Dnipropetro ស្ថានភាពមានភាពតានតឹងខ្លាំងខណៈស្រុកនីកូពូលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក FPV លើឡានក្រុងមួយនៅទីក្រុង Mahanet បានសម្លាប់បុរសម្នាក់អាយុ48ឆ្នាំនិងធ្វើឲ្យមនុស្ស8នាក់ផ្សេងទៀតរងរបួសអភិបាលតំបន់ Alexander Hencher បានបន្ថែមថាករណីវាយប្រហារផ្សេងទៀតនៅក្នុងស្រុក Krymiyiry បានបណ្ដាលឲ្យបុរសម្នាក់រងរបួសផងដែរចំណែកឯនៅភាគឦសាននៃតំបន់ Kharkiv ការវាយប្រហាររបស់រុស្ស៊ីបានកំណត់លើគោលដៅលើទីក្រុង Kharkiv និងតំបន់ចំនួន29បណ្ដាលឲ្យមនុស្ស2នាក់ស្លាប់និងរងរបួស17នាក់រួមទាំងកុមារ5នាក់ផងដែររីឯភាគខាងជើងនៃតំបន់ Chernihiv មានមនុស្ស6នាក់រងរបួសរួមទាំងកុមារ3នាក់ផងដែរនៅតំបន់ Sumy ការវាយប្រហារបន្តរបស់រុស្ស៊ីក៏បានបណ្ដាលឲ្យមនុស្ស2នាក់រងរបួសនៅក្នុងរយៈពេលមួយថ្ងៃកន្លងមកដែលបង្ហាញថាការវាយប្រហារនៅតំបន់ភាគខាងជើងនិងភាគខាងកើតនៅតែបន្តគ្មានសញ្ញានឹងថយចុះនោះឡើយ